trong cuộc sống của mình là bụng mình hay là cồn propi nè bụng nó cứ chỉ mình nấu đại nhìn ra chật vào ở bờ hưng xa từ lửa cồn quật tai nó trong một chóp cồn mà nè quật bàn khai từ chia mây TV cồn mà nè thiết quật bàn khai từ chia chảo dương mình ai plapdo stan ca rồi có stan phip đại cát lang trung bình khuôn dương ban thì quần tai với những ai thử bán nước cứ dương ai plapdo khuôn ai bạn nô muối đại nhom tayแต่สู้ខ្លួនឯងជាច្រើនដងនៅពេលជួបបញ្ហាសំណួរនោះគឺថាហេតុអីបានជាខ្ញុំមិនអាចទទួលបាននៅអ្វីដែលខ្ញុំចង់បានចម្លើយនៅពេលនោះមុនពេលដែលខ្ញុំស្វែងរកឃើញឥឡូវនេះគឺមានជាច្រើនដូចជាខ្ញុំកើតមកក្នុងគ្រួសារដែលមិនសូវមានបញ្ហាសេដ្ឋកិច្ចបញ្ហាកូវីដបញ្ហាអ្នកជិតខាងបញ្ហាគ្រួសារអីចឹងទៅនោះគ្រាន់តែជាចម្លើយដែលខ្ញុំគាត់ថាវាជាលេសមួយចោះប៉ុន្តែមានរឿងមួយដែលផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្ញុំរឿងនោះគឺថាក្នុងគ្រួសារមួយមានឪពុកម្នាក់ហើយនិងកូនប្រុស2នាក់ឪពុកនោះគឺជាមនុស្សដែលញៀនស្រាចិត្តប្រើអំពើហិង្សាទៅលើកូនប៉ុន្តែនៅចុងបញ្ចប់កូនម្នាក់គាត់បានក្លាយទៅជាមេ TV កូនម្នាក់ទៀតគាត់បានក្លាយទៅជាចៅអញ្ចឹងយើងមើលកើតចេញពីគ្រួសារតែមួយឪពុកតែមួយស្ថានភាពបញ្ហាតែមួយប៉ុន្តែម្នាក់មានអនាគតភ្លឺស្វាងម្នាក់ទៀតជាចៅអញ្ចឹងរាល់ទាំងបញ្ហាដែលខ្ញុំរៀបរាប់ពីមុនវាយ៉ាងម៉េចវិញដោយយោងទៅលើរឿងនេះមានពាក្យមួយពីអ្នកនិយាយដ៏ល្បីល្បាញកាលពីជំនាន់ដើមនៅក្នុងឆ្នាំ78ជាងហ្នឹងគាត់ឈ្មោះ Jim Rohn ហើយគាត់បាននិយាយថាយើងមិនអាចផ្លាស់ប្ដូរស្ថានភាពឬក៏ស្ថានភាពដែលកើតឡើងជុំវិញខ្លួនយើងបានទេប៉ុន្តែអ្វីយើងអាចធ្វើបាននោះគឺយើងអាចផ្លាស់ប្ដូរខ្លួនឯងបានមុនពេលដែលគាត់សរសេរ clear ហ្នឹងណាគាត់បានដាក់បន្ទុកលើបញ្ហាដូចខ្ញុំបានរាប់ពីមុនអញ្ចឹងទៅលើខ្លួនគាត់នៅពេលហ្នឹងហើយចុងក្រោយគាត់បានសរសេរថាមូលហេតុដែលធ្វើឲ្យគាត់មិនអាចទទួលបានអ្វីដែលគាត់ចង់បាននោះមានតែមួយឯងពាក្យនេះខ្ញុំដូច្នេះហើយមិនថាស្ថានភាពអីកើតឡើងនោះទេគឺយើងអាចផ្លាស់ប្ដូរខ្លួនឯងបានតាមរយៈការរៀនសូត្រក៏ដូចជាយល់ពីស្ថានភាពរបស់ខ្លួនឯងឧទាហរណ៍ថាបើយើងជាមនុស្សដែលមិនសូវមានសុខភាពល្អយើងធ្វើម៉េចយើងនឹងរៀនអំពីវិធីថែសុខភាពយើងឲ្យបានល្អមែនទេយើងអត់សូវមានលុយយើងនឹងរៀនអំពីវិធីរកលុយយើងអត់សូវរីករាយអត់សូវមានសុភមង្គលក្នុងជីវិតយើងនឹងរៀនអំពីរបៀបដែលនាំឲ្យមានសុភមង្គលក្នុងជីវិតយើងអត់ចេះបើកឡានយើងទៅរៀនបើកឡានដូច្នេះអ្វីទាំងអស់គឺយើងត្រូវតែចាប់ផ្ដើមផ្លាស់ប្ដូរពីខ្លួនយើងទៅលោក Jim Rohn ក៏បាននិយាយមក clear ទៀតផងដែរថាចូលឲ្យយើងធ្វើការលើខ្លួនឯងឲ្យខ្លាំងជាងយើងធ្វើការងារបានន័យថាម៉េចបើយើងប្រឹងធ្វើការលើខ្លួនឯងប្រឹងនៅក្នុងការផ្លាស់ប្ដូរខ្លួនឯងនោះលទ្ធផលការងារវានឹងមកតាមក្រោយបើសិនបើយើងនៅតែដដែលយើងនៅតែអង្គុយសង្ឃឹមថាអ្វីទាំងអស់នឹងប្រសើរឡើងហើយយើងមិនបានធ្វើអ្វីទាំងអស់នោះគឺគ្មានថ្ងៃដែលយើងរីកចម្រើនលូតលាស់នោះទេដូច្នេះហើយជាចុងក្រោយសូមកុំរងចាំសូមកុំសង្ឃឹមថាអ្វីនឹងប្រែប្រួលឬក៏ផ្លាស់ប្ដូរឲ្យសោះចូលឲ្យយើងផ្លាស់ប្ដូរខ្លួនឯងចាប់ពីពេលឥឡូវនេះ